ភាគច្រើនយើងចំណាយពេលជាច្រើនក្នុងការដែលគិតច្រើនមែនទែនក្នុងការដែលគិតថាធ្វើម៉េចដឹងថាអ្នកហ្នឹង the right one ណាគណៈពេលដែលភាគច្រើននៅពេលដែលយើងសួរសំណួរនឹងទៅកាន់ខ្លួនឯងយើងមិនដឹងថាពាក្យ the right ហ្នឹងឬក៏ម្នាក់ហ្នឹងណាហើយមានន័យថាម៉េចសម្រាប់យើងផងការស្រឡាញ់វាមិនមែនគ្រាន់តែជាអារម្មណ៍ភាសាអង់គ្លេសគេហៅថា butterfly ដូចអារម្មណ៍មិនឲ្យហេលហើយក៏ខុសទៀតដោយអារម្មណ៍រំភើបរំជើបរំជួលនៅទេការស្រឡាញ់វាពាក់ព័ន្ធជាមួយនឹងអារម្មណ៍ថែទាំយកចិត្តទុកដាក់ស្ដាប់យល់ពីយើងហើយធ្វើឲ្យយើងមានអារម្មណ៍សុខភាពយើងច្រើនតែលងស្រឡាញ់ដោយសារសម្រស់ដោយសារភាពតាក់ទាញរបស់ម្នាក់នឹងដោយសារភាពដែលយើងមើលឃើញពីខាងក្រៅអាមកផ្លែតនឹងជាការស្រឡាញ់មើលឃើញដំបូងប៉ុន្តែមិនមែនជាគុណភាពនៃការស្រឡាញ់យូរអង្វែងទេនៅពេលដែលជួបការតាក់ទាញអ្វីៗទាំងអស់ហ្នឹងយើងដូចមានជីវិតជីវ៉ាដូចជាសប្បាយដូចមានអារម្មណ៍ថាខ្លួនឯងមានតម្លៃដូចជីវិតភាសាដែលយុវជនច្រើននិយាយដូចមានអារម្មណ៍ថា bling bling ដូច spark បែបអញ្ចឹងឯងតែការពិតមួយដែលជាការពិតចេញពីអ្នកចិត្តសាស្ត្រដូចខ្ញុំគឺថាជាទូទៅយើងលងស្រឡាញ់អ្នកដែលជួយបំពេញបន្ថែមឲ្យរបួសផ្លូវចិត្តរបស់យើងពីខាងក្នុងឧទាហរណ៍បរិសុទ្ធទី1ដែលខ្ញុំស្រឡាញ់គឺគាត់ជាមនុស្សម្នាក់ដែលខ្វល់អំពីខ្ញុំខ្វល់អំពីស្ត្រីគាត់ចេះស្ដាប់អារម្មណ៍ខ្ញុំគាត់ចេះយល់ចិត្តខ្ញុំដោយសារអីពីក្មេងមកឪពុករបស់ខ្ញុំអត់បាននៅក្បែរខ្ញុំញឹកញាប់ទេដោយសារកាតព្វកិច្ចការងាររបស់គាត់កុមារភាពរបស់ខ្ញុំអត់សូវមានវត្តមានឪពុកទេដូច្នេះពេលដែលខ្ញុំជួបបរិសុទ្ធទី1ដែលខ្ញុំស្រឡាញ់ហ្នឹងគឺគាត់ជាមនុស្សដែលអាចមកបំពេញបន្ថែមអ្វីដែលខ្ញុំខ្វះខាតពីកុមារភាពនេះជាឧទាហរណ៍មួយបញ្ជាក់ថាការលងស្រឡាញ់របស់យើងភាគច្រើនគឺយើងមើលឃើញគាត់ថាគួរឲ្យស្រឡាញ់គួរឲ្យចាប់អារម្មណ៍យើងដឹងថាយើងស្រឡាញ់គាត់ណាដោយសារតែគាត់មានចំណុចអីមួយមកជួយផ្សះផ្សារបួសនៅក្នុងចិត្តរបស់យើងជាឲ្យខ្លីភាពតាក់ទាញលុយឡានបញ្ញាសង្ហាតនុយស្អាតអីទាំងអស់ហ្នឹងជាអ្វីដែលយើងមើលឃើញពីខាងក្រៅថាយើងស្រឡាញ់គាត់ប៉ុន្តែនៅខាងក្នុងគឺគាត់ជួយមកបំពេញបន្ថែមរបួសនៅក្នុងចិត្តរបស់យើងដែលយើងធ្លាប់មានពីកុមារភាព the right person ហ្នឹងមិនតែងតែជាបុគ្គលម្នាក់ដែលតែងតែដែលធ្វើឲ្យយើងរំភើបធ្វើឲ្យយើងសប្បាយធ្វើឲ្យយើងមានអារម្មណ៍ថាយើងនឹងជា princess យើងជាម្ចាស់ស្ត្រីយើងជាតួឯកឬក៏អីមិនមែនទេប៉ុន្តែជាអ្នកដែលអាចផ្ដល់អារម្មណ៍សុវត្ថិភាពឲ្យអ្នកទាំងផ្លូវកាយនិងផ្លូវចិត្តហើយខ្ញុំនិយាយហ្នឹងអត់សំដៅតែបរិសុទ្ធផ្ដល់មកលើស្ត្រីទេក៏ស្ត្រីទៅលើបរិសុទ្ធដូចគ្នាណាខ្ញុំនិយាយនេះគឺរវាងដៃគូ partner ចាយើងនឹងមើលឃើញគាត់កាន់តែច្បាស់នៅពេលដែលយើងអាចស្គាល់គ្នាមួយរយៈសិក្សាពីគ្នាមួយរយៈ from day to day ពីមួយថ្ងៃទៅមួយថ្ងៃគាត់អាចនៅតែស្រឡាញ់យើងក្នុងនាមយើងជាខ្លួនយើងគាត់អាចនៅតែស្រឡាញ់យើងក្នុងការជួយគាំទ្រយើងឲ្យคลายជាបុគ្គលល្អបុគ្គលរីកចម្រើនបុគ្គលជោគជ័យគាត់នៅតែស្រឡាញ់យើងប្រសិនបើទោះបីជាយើងមានថ្ងៃខ្លះមានអារម្មណ៍មិនល្អដាក់គាត់មានថ្ងៃខ្លះជួបគ្នាជាមួយគាត់មានថ្ងៃខ្លះយើងកំហុសដាក់គាត់មានថ្ងៃខ្លះយើងមិនចេះធ្វើកិច្ចការងារផ្ទះមានធ្វើអ្វីដែលខុសហ្នឹងបើសិនជាយូរទៅគាត់នៅតែជាមនុស្សដែលនៅតែគាំទ្រយើងបើទោះបីជាយើងមានរឿងអីកើតឡើងជាមួយយើងក៏ដោយហ្នឹងខ្ញុំនឹងគិតថាអ្នកហ្នឹងជា the right person សូមព្យាយាមជ្រើសរើសបុគ្គលដែលធ្វើឲ្យចិត្តរបស់លោកអ្នកស្ងប់ប្រព័ន្ធប្រសាទរបស់លោកអ្នកស្ងប់ជាងរើសអ្នកដែលធ្វើឲ្យបេះដូងរបស់លោកអ្នកលោតញាប់ពុះកញ្ជ្រោលស្នេហាពិតមិនមែនចេះតែរកបានស្រួលស្នេហាពិតមិនមែនចេះតែមាននៅគ្រប់ទីកន្លែងនោះទេវាជាការជ្រើសរើសហើយជាការជ្រើសរើសដោយមានចំណេះដឹងជាការជ្រើសរើសដោយដឹងថាខ្លួនចង់បានអ្វីដូច្នេះប្រសិនបើយើងកំពុងតែរស់នៅក្នុង relationship នៅក្នុងសម្ព័ន្ធភាពមួយដែលមានអារម្មណ៍ថាលោកអ្នកមិនមានសុវត្ថិភាពទេលោកអ្នកមិនត្រូវបានគេគោរពទេលោកអ្នកមិនមែនជាខ្លួនអ្នកលោកអ្នកមិនរីករាយនៅក្នុងសម្ព័ន្ធភាពហ្នឹងទេវាមិនអីទេក្នុងការដែលពិចារណាឡើងវិញនៅក្នុងពិភពលោកយើងនេះអ្នកនៅមិនទាន់ជួបមនុស្សដែលស្រឡាញ់អ្នកអស់នៅឡើយទេការមានកូនធ្វើឲ្យយើងដឹងថាដៃគូរបស់យើងស្វាមីភរិយារបស់យើងស្រឡាញ់យើងកម្រិតណាឬមិនស្រឡាញ់យើងជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពការរៀបការគឺមានត្រឹមតែ1ថ្ងៃឬក៏2ថ្ងៃហើយការធ្វើជាឪពុកម្ដាយវិញគឺរាល់ថ្ងៃពេញមួយជីវិតរបស់យើងតែម្ដងបន្ទាប់ពីយើងសម្រេចចិត្តមានកូននិងចិញ្ចឹមបីបាច់កូនរបស់យើងការមានកូន
มันប្រកាសថានាំឲ្យយើងកាន់តែស្រឡាញ់គ្នានោះទេតែការពិតជាក់ស្ដែងមួយគឺបង្ហាញថាការមានកូនធ្វើឲ្យយើងដឹងថាដៃគូរបស់យើងស្វាមីភរិយារបស់យើងស្រឡាញ់យើងកម្រិតណាឬមិនស្រឡាញ់យើងខ្ញុំបានទៅចែកជាមួយមនុស្សជាច្រើនគឺគាត់ច្រើនតែនិយាយថាគាត់ចង់រៀបការដោយសារគាត់ចង់សាងគ្រួសារហើយមានកូនបន្ទាប់នឹងដែរប្រាប់ថាគាត់អត់ចង់នៅម្នាក់ឯងហើយអ្នកខ្លះទៀតអាយុខ្ញុំច្រើនហើយខ្ញុំត្រូវតែរៀបការមានគ្រួសារឪពុកម្ដាយយើងដាក់សម្ពាធឲ្យគ្រួសារដាក់សម្ពាធឲ្យបើអ្នកខ្លះទៀតមិនបាច់អ្នកណាដាក់សម្ពាធទេប៉ុន្តែប្រាប់ខ្លួនឯងហ្នឹងខ្ញុំចាស់ហើយពេលដែលខ្ញុំចាស់ទៅមិនមានគ្រួសាររស់នៅម្នាក់ឯងនឹងឯកោលាក់នឹងលាក់នេះជាចម្លើយនៅពេលដែលខ្ញុំសន្ទនាជាមួយមនុស្សផ្សេងគ្នាអំពីរឿងការរៀបការនិងបំណងនៃការរៀបការរបស់គាត់មិនសូវមានទេអ្នកដែលឆ្លើយថាខ្ញុំចង់រៀបការដើម្បីឲ្យខ្លួនខ្ញុំរីករាយដើម្បីឲ្យខ្លួនខ្ញុំអាចមានអារម្មណ៍ថាខ្ញុំជាមនុស្សម្នាក់ដែលពេញលេញគាត់ដឹងថាចង់រៀបការគាត់ដឹងថាចង់មានគ្រួសារចង់មានកូនប៉ុន្តែអ្នកខ្លះមិនមានចំណេះដឹងតទៅសោះក្នុងការថែរក្សាគ្រួសារនឹងឲ្យគង់វង្សនឹងការចិញ្ចឹមបីបាច់កូនឲ្យល្អចេះគ្រប់គ្រង stress ខ្លួនឯងនៅចេះជួបគ្នាល្អនៅពេលដែលបង្កើតគ្រួសារចេះនិយាយគ្នាល្អទេនៅពេលជួបគ្នាចេះចិញ្ចឹមកូនទេនៅពេលរៀបការហើយមានកូនអ្វីដែលត្រូវរៀនសូត្របានគឺដំបូងរៀនគ្រប់គ្រងខ្លួនឯងនិងរៀនវិធីដោះស្រាយទំនាស់វត្តមានរបស់កូនចានតែធ្វើឲ្យគ្រឹះនៃការស្រឡាញ់គ្រឹះនៃគ្រួសារនឹងរង្គើបណ្ដោះថ្នាក់បែកបាក់តែរង្គើបើសិនជាយើងមិនចេះដោះស្រាយគ្រឹះដែលរង្គើនឹងបែកបាក់នៅក្នុងសហគមន៍ដែលខ្ញុំស្គាល់នៅក្នុងធ្វើការជាមួយចានតែនិយាយថាបើប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងតែត្រូវគ្នាអញ្ចឹងមានកូនទៅនឹងសត្រូវគ្នានឹងស្រឡាញ់គ្នាហើយតើលោកអ្នកយល់បែបណាចំពោះពាក្យនេះ comment នៅក្នុងវីដេអូនេះជួយឆ្លើយទៅនឹងគំនិតនឹងពាក្យនឹងផងនៅក្នុងបទពិសោធន៍ធ្វើការរបស់ខ្ញុំក្នុង20ឆ្នាំនេះជាពិសេសធ្វើការជាមួយគ្រួសារខ្ញុំជួបគ្រួសារជាច្រើនហើយខ្ញុំដឹងថាគ្រួសារដែលរឹងមាំបំផុតគឺជាគ្រួសារដែលធ្លាប់ឆ្លោះគ្នាមិនល្អឥតខ្ចោះទេប៉ុន្តែគាត់និយាយគ្នាហើយពួកគាត់ទាំងអស់ហ្នឹងសុទ្ធតែជាអ្នកដែលត្រៀមចិត្តត្រៀមខ្លួនរួចរាល់ក្នុងការទទួលយក stress តែនឹងកើតឡើងក្រោយរៀបការក្រោយមានកូនការប្រស័យតាក់ទងគ្នាវិជ្ជមានណាខ្ញុំដឹងថាពិបាកធ្វើប៉ុន្តែនៅពេលដែលលោកអ្នកធ្វើជាពិសេសប្តីប្រពន្ធស្វាមីភរិយានៅពេលដែលអាចចេះនិយាយគ្នាប្រស័យតាក់ទងគ្នាវិជ្ជមានណាតំណែងឬក៏សម្ព័ន្ធភាពរបស់លោកអ្នកនឹង grow នឹងលូតលាស់ក្រុមគ្រួសារដែលមានអាយុកាលដែលនៅជាមួយគ្នាវែងគឺពួកគាត់ចេះនិយាយគ្នាហើយមិននិយាយគ្នាហឹង្សាឯងមានក្រុមគ្រួសារច្រើនក៏បាននិយាយជាមួយខ្ញុំថាតែខ្ញុំនិយាយគ្នាមួយថ្ងៃតាតែខ្ញុំសួរថាចង់និយាយដល់របៀបណាឲ្យតែហាមាត់ដាក់គ្នានឹងតែបន្ទោសគ្នាហ្នឹងហើយនឹងមិនជាការនិយាយមិនមែនជាការប្រស័យតាក់ទងវិជ្ជមានដែលខ្ញុំនិយាយនោះទេហើយបើអត់ចេះមានអ្នកជំនាញបង្រៀនឲ្យយើងចេះនិយាយគ្នាចេះប្រស័យតាក់ទងគ្នាវិជ្ជមានដូច្នេះសូមត្រៀមខ្លួនទាំង4ណាទី1ត្រៀមខ្លួនរួចជាស្រេចលើផ្លូវអារម្មណ៍ទី2ត្រៀមខ្លួនរួចជាស្រេចសម្រាប់សម្ព័ន្ធភាពទី3ត្រៀមខ្លួនរួចជាស្រេចឬរួចរាល់ឬនៅក្នុងការចេះជំនាញប្រចាំថ្ងៃទី4ត្រៀមខ្លួនរួចស្រេចហើយឬនៅឬក៏ចេះឬនៅក្នុងការថែទាំសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយរបស់ខ្លួនលោកអ្នកមិនត្រូវការសម្ព័ន្ធភាពមួយដែលល្អឥតខ្ចោះនោះទេគ្រាន់តែត្រូវការសម្ព័ន្ធភាពមួយទំនាក់ទំនងមួយដែលធ្វើឲ្យលោកអ្នកស្ងប់ផ្លូវចិត្តនិងមានសន្តិភាពក្នុងចិត្តជាកន្លែងជាបរិយាកាសដែលអនាគតកូនរបស់លោកអ្នកមើលឃើញការស្រឡាញ់មិនមែនគ្រាន់តែជា stress របស់លោកអ្នកនោះទេដូច្នេះមុនពេលដែលលោកអ្នកសម្រេចចិត្តបង្កើតជីវិតមួយនោះដែលយើងហៅថាគ្រួសារហ្នឹងគឺសុខព្យាយាមធ្វើឲ្យជីវិតទាំងម្ខាងហ្នឹងឲ្យសុខភាពល្អរៀងខ្លួនសិនទើបយើងអាចបង្កើតគ្រួសារមួយដែលមានសុខភាពល្អមនុស្សមួយចំនួននៅពេលដែលរៀបការហើយបាត់ខ្លួនឯងជាខ្លួនឯងពីមុនខ្ញុំធ្លាប់រីករាយខ្ញុំមានមិត្តភ័ក្តិច្រើនខ្ញុំមានពេលទៅហាត់ប្រាណខ្ញុំមានពេលថែទាំខ្លួនណាបាត់ខ្លួនឯងជាខ្លួនឯងបាត់ខ្ញុំជាខ្ញុំហ្នឹងជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពថ្ងៃនេះខ្ញុំមកបន្តនិយាយអំពីរឿងគ្រួសារនៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីរឿងគ្រួសារវីដេអូនេះខ្ញុំចង់មកបន្ថែមអំពីរឿងគ្រួសារអ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលដែលយើងរៀបការបង្កើតគ្រួសារមានកូនគឺខ្ញុំសូមឲ្យយកចិត្តទុកដាក់ចំពោះ3នាក់ទី1គឺខ្ញុំមានន័យថាខ្លួនឯងហ្នឹងទី2គាត់ឬនាងទី3គឺពួកយើងអញ្ចឹងនៅពេលដែលយើងអាចផ្ដោតនៅលើ3នាក់ហ្នឹងបានល្អកូនរបស់យើងក៏ល្អមនុស្សមួយចំនួននៅពេលដែលរៀបការហើយបាត់ខ្លួនឯងជាខ្លួនឯងហើយនឹងជាបញ្ហាធំដែលខ្ញុំធ្វើការជាច្រើនជាមួយភ្ញៀវរបស់ខ្ញុំដែលមករកសេវាប្រឹក្សាយោបល់ជាលក្ខណៈបុគ្គលនិងគ្រួសារហ្នឹងគឺគាត់
ច្រើនតែនិយាយថាខ្ញុំបាត់ខ្លួនខ្ញុំជាខ្លួនខ្ញុំពីមុនខ្ញុំធ្លាប់បែបនេះរីករាយខ្ញុំមានមិត្តភក្តិច្រើនខ្ញុំមានពេលទៅហាត់ប្រាណខ្ញុំមានពេលថែទាំខ្លួនហើយនាងឬគាត់ប្តីឬប្រពន្ធត្រូវតែប្រុងប្រយ័ត្នលើរឿងហ្នឹងបើលោកអ្នកដែលកំពុងមើលវីដេអូនេះជាស្វាមីសូមចាំថាភរិយារបស់លោកអ្នកជាប្រភពនៃសេចក្តីសុខរបស់គ្រួសារនៅពេលដែលលោកអ្នកការពារភរិយារបស់លោកអ្នកគ្រប់គ្រាន់យកចិត្តទុកដាក់គាត់គ្រប់គ្រាន់ស្រឡាញ់គាត់គ្រប់គ្រាន់កូនដែលខ្ញុំនិយាយអ្នកទី4មិញហ្នឹងគឺមានសេចក្តីសុខខ្លាំងមែនតើពីព្រោះម្ដាយនិងឪពុកមានសេចក្តីសុខចឹងខ្ញុំសួរថានៅពេលដែលលោកអ្នកមកពីធ្វើការដំបូងលោកអ្នកអោបអ្នកណាលោកអ្នកនិយាយជាមួយអ្នកណាសិនបើលោកអ្នកចង់ឲ្យគ្រួសារនឹងរីករាយខ្ញុំស្នើសុំឲ្យលោកអ្នកមកដល់ភ្លាមចាប់ផ្ដើមនិយាយជាមួយភរិយារបស់លោកដែលជាម្ដាយរបស់កូនរបស់លោកហ្នឹងនិយាយសួរនាំគាត់អោបគាត់ជួយកិច្ចការផ្ទះគាត់ភរិយារបស់លោកអ្នកនឹងរីករាយហើយនៅក្នុងផ្ទះរបស់លោកអ្នកទាំងមូលនឹងឮតែសំឡេងសើចសំឡេងអប់រំបែបនិយាយគ្នាអ្នកជិតខាងនឹងទទួលដឹងថាគ្រួសារនេះជាគ្រួសាររីករាយនឹងមានឥទ្ធិពលខ្លាំងមែនតើខ្ញុំគាត់ឬនាងហើយនឹងពួកយើងហ្នឹងដែលខ្ញុំសម្ដៅកន្លែងនេះហ្នឹងគឺរឿងតំណែងប្តីនិងប្រពន្ធតែទាំងពីរនេះដែលមានពេលផ្អែមល្ហែមជាមួយគ្នាទេពេលមានកូនហើយយើងច្រើនតែបដោតតែលើកូននៅលើការងារផ្ទះការងារនៅខាងក្រៅតែយើងភ្លេចឲ្យពេលវេលាជាមួយគ្នារវាងប្តីនិងប្រពន្ធខ្ញុំច្រើនតែនិយាយថានៅពេលរៀបការយើងមានជីវិតរបស់យើងមានជីវិតរបស់ដៃគូរបស់យើងហើយក៏យើងមានជីវិតសម្ព័ន្ធភាពជីវិតទំនាក់ទំនងប្តីប្រពន្ធដែលត្រូវយកចិត្តទុកដាក់ដូចគ្នាដែរជាបើសិនបើមើលថាបើលោកអ្នកជាស្វាមីក៏ដោយជាភរិយាក៏ដោយមិនសូវបានយកចិត្តទុកដាក់លើរឿង V នេះបុគ្គលទី3ដែលជាសម្ព័ន្ធភាពរបស់យើងប្តីប្រពន្ធហ្នឹងតែtomគាត់ផងនាំគាត់ដើរលេង dating នាំគាត់ទៅញ៉ាំអីនៅខាងក្រៅប្តីឬក៏ប្រពន្ធរបស់យើងចំណាយពេលពិសេសជាមួយគាត់ហើយតំណែងប្តីប្រពន្ធមិនមែនផ្ដោតតែលើធ្វើកិច្ចការឲ្យគ្នាទៅវិញទៅមកបំរើហើយធ្វើកិច្ចការជំនួសខ្វល់ពីគ្នាស្រឡាញ់ពីគ្នាមានតំណែងផ្លូវភេទល្អអីទាំងអស់ហ្នឹងទេប៉ុន្តែមួយទៀតដែលយើងច្រើនតែភ្លេចហ្នឹងគឺរឿងបើយើងចេះឆ្លោះគ្នាតែយើង make up អាហ្នឹងមិនតែយើងត្រូវគ្នាមិនហើយខ្ញុំហ៊ាននិយាយដោយសារតែខ្ញុំធ្លាប់ជួបអត្តសញ្ញាណនឹងខ្លួនឯងហើយភ្ញៀវរបស់ខ្ញុំជាច្រើនដែលខ្ញុំកំពុងដោះស្រាយជាមួយធ្វើការជាមួយហ្នឹងគឺអ្នកខ្លះខឹងឬក៏ឆ្លោះគ្នាហ្នឹងប្រើប្រាស់អារម្មណ៍ខឹងរបស់ខ្លួនហ្នឹងជាអាវុធដើម្បីទៅប្រហារដៃគូឬក៏ប្តីឬក៏ប្រពន្ធរបស់ខ្លួនអត់និយាយនេះរឿងមួយឬក៏ដើរចេញរត់ចេញពីផ្ទះឬក៏ទៅណាដូចប្រហារផ្លូវអារម្មណ៍គាត់អាហ្នឹងក៏ជារឿងមួយដែលខុសមែនតើហើយកំពុងតែបំផ្លាញនេះទីនេះវីហ្នឹងពួកយើងឬក៏សម្ព័ន្ធភាពជាប្តីប្រពន្ធនឹងឯងបញ្ជាក់ម្ដងទៀតនៅពេលដែលយើងតិចវេះការឈឺចាប់ហ្នឹងនឹងក៏នឹងកើនឡើងដូច្នេះកុំអវ័យពៀនកុំកិច្ចការឈឺចាប់បើមានការឈឺចាប់បើមានខឹងគ្នាបើមានឈឺយកវាមកទៅចែកនោះតំណែងឬក៏សម្ព័ន្ធភាពរបស់លោកអ្នកអាកន្លែងនេះជាសម្ព័ន្ធភាពហ្នឹងនឹងរីកលូតលាស់រីកចម្រើនជាមួយគ្នាហើយកូននឹងរីករាយគេរៀនពីឪពុកម្ដាយរបស់គេរបៀបស្រឡាញ់របៀបចិញ្ចឹមថែទាំគ្រួសាររបៀបឆ្លោះរបៀបដោះស្រាយទំនាស់របៀបត្រូវគ្នាវិញនឹងសុទ្ធតែជាអ្វីដែលកូនយើងរៀនពីយើងអារម្មណ៍របស់អ្នកគឺជាអារម្មណ៍របស់កូនអ្នកជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពតើលោកអ្នកដឹងទេថាទារកនៅក្នុងផ្ទៃរបស់លោកអ្នកមិនត្រឹមតែលូតលាស់ក្នុងផ្ទៃរបស់លោកអ្នកទេប៉ុន្តែពួកគេដឹងនិងស្គាល់ពីអារម្មណ៍របស់លោកអ្នកជាពិសេសអ្នកម្ដាយដែលកំពុងពោពោះពួកគេដឹងនិងមានអារម្មណ៍ដូចលោកអ្នកដែរផ្ទៃពោះគឺជាថ្នាក់រៀនទី1ហើយអ្នកម្ដាយគឺជាគ្រូបង្រៀនទី1បំផុតនៅក្នុងជីវិតរបស់កូនអ្នកដែលបង្រៀនអំពីអារម្មណ៍ប្រសិនបើអ្នកម្ដាយមានអារម្មណ៍ភ័យខ្លាចភ័យស្លន់ស្លោថប់បារម្ភធ្លាក់ទឹកចិត្តហើយជាប្រចាំកូនរបស់លោកនេះក៏មានអារម្មណ៍នឹងដែរអ្វីដែលយើងជាឪពុកម្ដាយជាអ្នកម្ដាយមិនដឹងគឺថានៅពេលដែលអ្នកម្ដាយភ័យស្លន់ស្លោធ្លាក់ទឹកចិត្តកំសត់គ្រប់ពេលកំសត់ញឹកញាប់ឬក៏ជាប្រចាំប្រព័ន្ធភាពស៊ាំឬក៏ប្រព័ន្ធការពារ stress របស់ទារកនៅក្នុងផ្ទៃយើងហ្នឹងគាត់ប្រើប្រាស់ប្រព័ន្ធហ្នឹងដើម្បីតបតដើម្បីទប់ទល់ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពនិងអារម្មណ៍របស់ម្ដាយគាត់អត់បានប្រើប្រាស់ប្រព័ន្ធមួយហ្នឹងសម្រាប់រក្សានិងសម្រាប់ផ្សារភ្ជាប់ចំណងចិត្តស្រឡាញ់រវាងម្ដាយនិងកូនបានទេសុវត្ថិភាពសន្តិសុខផ្លូវអារម្មណ៍របស់អ្នកម្ដាយដែលកំពុងតែពោពោះបង្កើតកូនដែលមាន
សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តល្អធន់និងរឹងមាំអ្វីដែលខ្ញុំនិយាយនេះវាមិនមែនជាការដែលថាអ្នកម្ដាយនឹងត្រូវតែស្ងប់រហូតត្រូវតែញញឹមរហូតត្រូវតែរីករាយរហូតគ្រប់ពេលនោះទេណាពីព្រោះយើងម្នាក់មានពេលណាសប្បាយរហូតនោះដែរតែអ្នកមានផ្ទៃពោះតែអ្នកមានទម្ងន់ឬក៏អ្នកអត់មានទម្ងន់អ្នកធម្មតាណាមិនមែនអ្វីដែលខ្ញុំនិយាយនេះគឺមិនមែនមានន័យថាអ្នកម្ដាយត្រូវតែមានអារម្មណ៍ស្ងប់រីករាយគ្រប់ពេលនោះទេប៉ុន្តែជាពេលវេលាដែលអ្នកម្ដាយទទួលអារម្មណ៍ថាពួកគាត់ត្រូវបានទទួលបានការគ្រប់គ្រងគ្រប់គ្រាន់ពីសំណាក់គ្រួសារពេលដែលគាត់ត្រូវការក្រុមគ្រួសារខ្លះហើយការពារអ្នកម្ដាយជ្រុលពេកមិនអោយធ្វើអ្វីពេកហ្នឹងក៏អត់សូវល្អដែរអនុញ្ញាតឲ្យអ្នកម្ដាយដែលកំពុងពោពោះហ្នឹងធ្វើកិច្ចការដែលគាត់ចង់ធ្វើកុំហាមគាត់ប៉ុន្តែត្រូវការគ្រប់គ្រងគាត់នៅពេលដែលគាត់ត្រូវការឃើញគាត់ថាគាត់ជាមនុស្សនៅតែមានតម្លៃមនុស្សនៅតែសំខាន់ស្ដាប់គាត់នៅពេលដែលគាត់ចង់និយាយឆ្លើយតបនឹងតម្រូវការរបស់គាត់ប្រសិនបើគាត់ត្រូវការហើយសមហេតុផលជាពិសេសយល់ពីអារម្មណ៍របស់គាត់នៅពេលដែលគាត់ជួបការលំបាកនៅពេលដែលលោកអ្នកគ្រប់គ្នាថែទាំចិត្តថែទាំបេះដូងអ្នកម្ដាយដែលកំពុងពោពោះវាជាការថែទាំអនាគតកូនរបស់លោកអ្នកដូចគ្នាលោកអ្នកប្រហែលជាធ្លាប់ឮមានគេនិយាយច្រើនមែនតើក្នុងបណ្ដាញសង្គមឬក៏គ្រួសារឬក៏មើលឃើញមិត្តភ័ក្តិផ្សេងៗអនុវត្តអំពីការអានសៀវភៅឲ្យកូននៅក្នុងពោះស្ដាប់ការនិយាយជាមួយកូននៅក្នុងពោះស្ដាប់ចាក់ភ្លេងដើម្បីឲ្យស្ងប់ឲ្យកូនស្ដាប់ហើយលេងជាមួយកូនទៅនឹងធម្មជាតិទាំងអស់ហ្នឹងលោកអ្នកប្រហែលជាធ្លាប់ឃើញធ្លាប់ឮតែឥឡូវក្នុងនាមជាចិត្តសាស្ត្រខ្ញុំចង់ជម្រាបថាពួកគាត់ដែលបានឮបានឃើញគាត់បែបហ្នឹងគឺពួកគាត់យល់ដឹងច្រើនអំពីការមានសុខភាពល្អនៅពេលមានផ្ទៃពោះប្រសិនបើលោកអ្នកមិនអាចទម្លាក់បានទេទាំងអស់ហ្នឹងអត់ទៅណាទេនៅកូនរបស់យើងហ្នឹងហើយនៅពេលដែលកូនកើតចេញមកច្រើននឹងនិយាយថាអ្នកខ្លះនិយាយថាចាកូននឹងកាត់តរណាគេគឺក៏កំសត់ច្រើនមែនខឹងច្រើនមែនចេញមកពីអ្នកម្ដាយនឹងឯងណាបើសិនបើអ្នកជាអ្នកម្ដាយថែទាំចិត្តថែទាំបេះដូងរបស់ខ្លួនឯងល្អនៅពេលពោពោះវាស្មើនឹងយើងថែទាំអនាគតកូនរបស់យើងដូចគ្នាពួកគេនឹងធំលូតលាស់ខ្លាចជាបុគ្គលធន់ដែលរឹងមាំទោះបីជាមានរឿងអីកើតឡើងក្នុងជីវិតរបស់គេប៉ុន្តែគេចេះគ្រប់គ្រងគេអត់ឲ្យអារម្មណ៍ហ្នឹងគ្របសន្ធប់គេទាំងមូលនោះទេការសម្រាប់កូនមិនមែនគ្រាន់តែជាការប្រើប្រាស់កម្លាំងកាយប៉ុណ្ណោះទេជាកម្លាំងចិត្តផងដែរជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខុមាលភាពសម្ព័ន្ធភាពវីដេអូថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីការសម្រាប់កូនថាតើអ្នកម្ដាយត្រូវការអ្វីខ្លះត្រៀមអ្វីខ្លះក្នុងការសម្រាប់កូនជាពិសេសសម្រាប់កូនដោយជោគជ័យនិងសម្រាប់កូនដោយវិជ្ជមានមិនមានរឿងមិនល្អណាមួយកើតឡើងចំពោះសុខភាពទាំងមាតានិងទារកការសម្រាលកូនវាជារឿងធម្មជាតិប៉ុន្តែវាអាចធ្វើឲ្យយើងថប់បារម្ភភ័យហើយក៏អាចរំភើបហើយក៏អាចកំសត់ប្រសិនបើអ្នកម្ដាយគ្រប់រូបដែលកំពុងតែមានផ្ទៃពោះរៀបនឹងសម្រាលសូមទទួលស្គាល់ថានេះជាអារម្មណ៍ធម្មតាកុំភ័យព្រួយជាមួយអារម្មណ៍នេះអីហេតុអ្វីបានជាខ្ញុំនិយាយថាការភ័យព្រួយភ័យខ្លាចមួម៉ៅច្រើនខឹងបារម្ភឯទាំងអស់ហ្នឹងជាអារម្មណ៍ធម្មតាពីព្រោះអារម្មណ៍នេះឆ្លើយតបទៅនឹងរាងកាយរបស់យើងដែលកំពុងប្រឈមជាមួយនឹងការតានតឹងប្លែកខុសពីធម្មតាយើងមិនដែលពោពោះញឹកញាប់នោះទេដូច្នេះរាងកាយរបស់យើងរីកលូតលាស់ឬក៏ផ្លាស់ប្ដូរខ្លាំងមែនទែនដើម្បីឲ្យយើងអាចរក្សាគស់បាន9ខែ10ថ្ងៃជាពេលវេលាដែលអ្នកម្ដាយគ្រប់រូបមានជីវិត2នៅក្នុងខ្លួនតែមួយដូច្នេះខ្ញុំដឹងថាពេលដែលរៀបនឹងសម្រាលអ្នកម្ដាយច្បាស់ជាភ័យបារម្ភព្រួយកំសត់សោកសង្រេងថាតើការសម្រាលកូននេះអាចជោគជ័យឬទេអាចបង្កើតកូនមួយដោយសុខភាពល្អអាចផ្ដល់អ្វីៗល្អឲ្យកូនបានឬក៏អត់ក៏អាចបារម្ភថាតើនៅពេលដែលមានកូនទៅខ្ញុំនៅតែទទួលខិតចំណាប់អារម្មណ៍ពីគ្រួសារពីប្តីឬក៏ពីសមាជិកគ្រួសារខ្ញុំដែរឬក៏អត់មិនមែនទាំងអស់គ្នាអាចមានអារម្មណ៍នឹងទេប៉ុន្តែ deep down ស៊ីជម្រៅមែនតើនៅក្នុងចិត្តជាពិសេសពេលអន់ចិត្តពេលខឹងក៏អាចមានអារម្មណ៍នឹងអណ្ដែតឡើងមកលើលេចឡើងចំពោះលោកអ្នកជាអ្នកម្ដាយផងដែរនេះជាអារម្មណ៍ធម្មតាប្រសិនបើអ្នកម្ដាយគ្រប់រូបឬក៏សមាជិកគ្រួសារប្រឆាំង
ជាមួយនឹងអារម្មណ៍ទាំងអស់ហ្នឹងវាអត់ប្រយោជន៍ទេបើយើងកាន់តែប្រឆាំងអារម្មណ៍ទាំងអស់ហ្នឹងវាកាន់តែប៉ះពាល់ព្រោះមានផលវិបាកមែនទែននៅពេលសម្រាលតែម្ដងសម្រាប់អ្នកម្ដាយដែលទើបតែមានផ្ទៃពោះឬក៏អ្នកម្ដាយដែលចិត្តនឹងសម្រាលសូមរៀនមើលដង្ហើមរបស់ខ្លួនឯងរៀនដកដង្ហើមនៅពេលដែលយើងរាងកាយយើងធ្ងន់ធំមានន័យថាមានផ្ទៃពោះធំហ្នឹងបេះដូងរបស់យើងក៏កាន់តែលោតញាប់ដែរសរីរៈសាស្ត្ររបស់យើងផ្លាស់ប្ដូរហើយដង្ហើមយើងក៏ខ្លីដូច្នេះលោកអ្នកជាអ្នកម្ដាយត្រូវរៀនដកដង្ហើមយឺតហើយបន្ស៊ាំខ្លួនឯងទៅនឹងការដកដង្ហើមយឺតអូខេហេតុអីបានបែបនេះនៅពេលដែលលោកអ្នកស្ថិតនៅលើគ្រែសម្រាលឆ្មបឬក៏វិជ្ជបណ្ឌិតនឹងឲ្យអ្នកម្ដាយអូខេអូនក្មួយដកដង្ហើមយឺតមួយគាត់នឹងដឹកនាំដង្ហើមយើងឲ្យថាខណៈពេលដែលគាត់បង្រៀនឲ្យយើងដកដង្ហើមហ្នឹងមួយគាត់នឹងថា push រុញដកដង្ហើមឲ្យខ្លាំងរុញព្រោះរុញហ្នឹង push ហ្នឹងគឺរុញកូនចេញពីក្នុងស្បូនចេញពីក្នុងផ្ទៃរបស់យើងអូខេអញ្ចឹងចេះដកដង្ហើមមួយហើយមួយទៀតស្រមៃព្យាយាមស្រមៃចាប់ពីពេលនេះទៅជាពិសេសនៅលើគ្រែសម្រាលឬក៏លើគ្រែវះកាត់ខ្ញុំនៅតែលើកទឹកចិត្តឲ្យសម្រាលធម្មជាតិជាជាងវះកាត់ព្យាយាមបើកភ្នែកក៏បានបិទភ្នែកក៏បានស្រមៃថាកូនរបស់លោកអ្នកកំពុងតែខំប្រឹង push ខ្លួនឯងរុញខ្លួនឯងធាក់ខ្លួនឯងបញ្ចេញពីកមកក្រៅដើម្បីជួបយើងហើយស្រមៃថាគាត់មានរូបរាងបែបណាមុខមាត់បែបណាតើគាត់កើតមកចេញមានលក្ខណៈបែបណានៅពេលដែលលោកអ្នកអាចស្រមៃបែបហ្នឹងបានចិត្តរបស់អ្នកស្ងប់ហើយលោកអ្នកអាចញញឹមបាននៅពេលហ្នឹងហើយដែលកម្លាំងចិត្តរបស់អ្នកម្ដាយនឹងមានដើម្បីឲ្យកូនកើតចេញមកសម្រាប់លើកម្ដងទៀតការសម្រាលមិនមែនសុទ្ធតែដោយផែនការដែលយើងគ្រោងទុកនោះទេសូមកុំជ្រួតច្របល់សូមកុំចលាចលព្យាយាមធ្វើម៉េចឲ្យស្ងប់ចិត្តខ្លួនឯងទាំងអ្នកម្ដាយទាំងលោកឪពុកទាំងក្រុមគ្រួសារស្ងប់ចិត្តខ្លួនឯងព្យាយាមស្វែងរកសន្តិភាពនៅក្នុងចិត្តការសម្រាលនឹងរលូននិងមានសុវត្ថិភាពរាល់ការកន្ត្រាក់នីមួយៗរបស់កូនយើងជាសញ្ញាប្រាប់យើងថាយើងចិត្តជួបមុខកូនរបស់យើងហើយការបង្កើតកូនមិនមែនគ្រាន់តែជាការងាររបស់អ្នកម្ដាយតែមួយមុខប៉ុណ្ណោះទេសូមជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពនៅពេលដែលស្ត្រីពោពោះស្ត្រីសម្រាលយើងច្រើនតែនិយាយថានាងពូកែណាស់ធ្វើកិច្ចការងារទាំងអស់នេះបានប៉ុន្តែសម្រាប់ខ្ញុំនៅតែឆ្ងល់ថាចុះគ្រាន់តែនាងពូកែហេតុអីបានជាកិច្ចការទាំងអស់នេះនាងត្រូវធ្វើម្នាក់ឯងតើលោកឪពុកជាប៉ារបស់ទារកដែលទើបនឹងកើតលោកឪពុកអ្នកម្ដាយលោកឪពុកក្មេកអ្នកម្ដាយក្មេកជាជីដូនជាជីតារបស់ចៅដែលទើបនឹងសម្រាលឃើញពិភពលោកនេះតើលោកអ្នកទាំងអស់គ្នាមានតួនាទីអ្វីខ្លះនៅក្នុងក្រុមគ្រួសារដើម្បីជួយសម្រាលបន្ទុកអ្នកម្ដាយដែលទើបសម្រាលកូនហើយពួកគាត់ច្រើនមានអារម្មណ៍កំសត់ភ័យវង្វេងហើយអារម្មណ៍ទាំងអស់ហ្នឹងនឹងនៅតែបន្តមួយរយៈធំទៀតរហូតទាល់តែកូនរបស់គាត់អាចធំលូតលាស់ឡើងបន្តិចទៀតចំណែកមួយរឿងទៀតគឺយើងក៏ច្រើនតែនិយាយថារឹងមាំឡើងកូនរឹងមាំឡើងអូនឯងជាម្ដាយគេហើយណាហេតុអីបានជាអូនឯងនៅទន់ខ្សោយហេតុអីបានជាកូនឯងនៅទន់ខ្សោយកន្លែងនេះខ្ញុំចង់រំលឹកម្ដងទៀតថាការសម្រាលកូនការមើលថែកូនមិនមែនគ្រាន់តែជាបន្ទុករបស់អ្នកម្ដាយមួយមុខទេជាបន្ទុករបស់គ្រួសារទាំងមូលជាប្រព័ន្ធម្នាក់នៅក្នុងក្រុមគ្រួសារត្រូវតែមានតួនាទីនិងភារកិច្ចក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមកមិនត្រឹមតែពេលសម្រាលទេក៏ពិតជាស្ដែងមួយដែលយើងមិនអាចប្រកែកបាននោះគឺថាប្រសិនបើយើងមិនបានត្រៀមខ្លួនល្អគ្រប់គ្រាន់ក្នុងការគ្រប់គ្រងមាតាវ័យក្មេងដែលទើបតែសម្រាលនឹងទេប្រព័ន្ធមួយនឹងមិនបានត្រៀមទេអ្នកម្ដាយដែលទើបសម្រាលកូននឹងទទួលរងការឈឺចាប់កាលពីខ្ញុំមានកូនដំបូងនៅពេលដែលចិត្តសម្រាលខ្ញុំចាប់ផ្ដើមបារម្ភក្រៅតាមពីបារម្ភការមើលថែកូនយ៉ាងម៉េចបានល្អឬក៏អត់ហ្នឹងខ្ញុំបារម្ភពីរឿងគីឡូរបស់ខ្ញុំសម្រស់របស់ខ្ញុំអាចត្រឡប់មកដូចដើមវិញឬក៏អត់នៅពេលដែលបន្ទាប់ពីសម្រាលហើយម្ដាយរបស់ខ្ញុំច្រើនតែបង្ខំខ្ញុំឲ្យញ៉ាំឲ្យច្រើនពីព្រោះ
គាត់ប្រាប់ថានៅពេលដែលយើងញ៉ាំច្រើនយើងមានកម្លាំងឆាប់ជាសះស្បើយជាពិសេសបំផុតគឺមានទឹកដោះឲ្យកូនបានស្ត្រីខ្លះមេដាខ្លះដែលទៅតែសម្រាលគាត់មានជំនឿមួយថាគាត់អាចហាត់ប្រាណបានគាត់អាចធ្វើចលនាបានដើម្បីឲ្យគាត់រឹងមាំរាងកាយរឹងមាំសាច់ដុំត្រឡប់មកវិញទេដូច្នេះហើយមានតែញ៉ាំមានតែចូលមានតែញ៉ាំមានតែគេងអត់បានហាត់ប្រាណអានឹងក៏ជាបញ្ហាមួយដែលយើងគួរគិតពិចារណាឡើងវិញដែរអ្នកម្ដាយក្រៅពីការភ័យព្រួយបារម្ភនឹងកូនគឺភ័យព្រួយបារម្ភជាមួយខ្លួនឯងឬសម្រាប់នឹងសុខភាពអ្វីមួយដែលខ្ញុំសូមស្នើជូនលោកឪពុកឬក៏លោកប៉ាដែលជាប៉ារបស់កូនដែលទើបនឹងសម្រាលហ្នឹងសូមប្រើប្រាស់ទូនាទីរបស់ខ្លួនសូមបង្កើតនិងប្រើប្រាស់ទូនាទីរបស់ខ្លួនលើសពីតកងឡានលោកអ្នកគឺជាបង្គោលគឺជាបង្អែកដ៏រឹងមាំម្នាក់ឲ្យភរិយារបស់លោកពួកគាត់ត្រូវការលោកដើម្បីស្ដាប់ពីអារម្មណ៍របស់គាត់អាចយំបាននៅពេលដែលគាត់ត្រូវការយំគាត់អាចផ្អែកខ្នងរបស់គាត់ឲ្យគាត់កំសត់ឲ្យគាត់យំឲ្យគាត់និយាយរៀបរាប់អំពីការលំបាករបស់គាត់ឬការភ័យខ្លាចរបស់គាត់ហើយខ្ញុំជឿថាអ្នកម្ដាយកាន់តែមានភាពខ្លាំងកាន់តែពូកែកាន់តែរឹងមាំពេលដែលគាត់ទទួលបានការគ្រប់គ្រងដ៏ត្រឹមត្រូវនិងការគ្រប់គ្រងគ្រប់គ្រាន់និងមិនវិនិច្ឆ័យចំពោះគាត់លោកឪពុកអ្នកម្ដាយនិងលោកឪពុកអ្នកម្ដាយក្មេករបស់ស្ត្រីវិញលោកទាំងអស់គឺជាចាស់ទុំដែលមានបទពិសោធន៍ក្នុងការសម្រាលក្នុងការចិញ្ចឹមកូនដូច្នេះសូមប្រើប្រាស់បទពិសោធន៍របស់លោកជួយគ្រប់គ្រងឃុំគ្រងការពារកូនស្រីរបស់លោកជាជាងត្រួតត្រាគាត់ហាមគាត់មិនឲ្យធ្វើនេះមិនឲ្យធ្វើនោះឬក៏បញ្ជាគាត់ធ្វើនេះធ្វើនោះតាមតែចិត្តរបស់យើងគាត់ត្រូវការការគ្រប់គ្រងគាត់មិនត្រូវការការស្ដីឲ្យឬក៏ស្ដីបន្ទោសឬក៏បញ្ជាគ្រប់យ៉ាងនោះទេការផ្ដល់កំណើតជាកម្លាំងដ៏អស្ចារ្យហើយកម្លាំងនោះគឺបានចេញមកពីការគ្រប់គ្រងតាំងពីពេលទម្ងន់ត្រៀមសម្រាលនិងការថែទាំក្រោយសម្រាលតោះរួមគ្នាគ្រប់គ្រងអ្នកម្ដាយនិងទារកដែលទើបនឹងកើតថែទាំអ្នកម្ដាយល្អកូននឹងមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តនិងផ្លូវបញ្ញាស្មារតីរបស់គាត់ក្មេងស្រួលក្មេងពិបាកជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពនិងគ្រួសារថាយើងគួរធ្វើម៉េចដើម្បីចិញ្ចឹមកូនឲ្យកូនយើងខ្លាចជាក្មេងស្រួលមិនមែនជាក្មេងពិបាកក្មេងខ្លះយំលឺក្មេងខ្លះយំយូរហើយក្មេងខ្លះទៀតបញ្ចេញអាកប្បកិរិយាពិបាកក្មេងខ្លះតោងឪពុកឬក៏ម្ដាយបេះមិនដាច់បេះមិនលែងគ្រប់ពេលហើយក្មេងខ្លះទៀតផ្ទុះកំហឹងអាកប្បកិរិយាទាំងអស់នេះវាជាអាកប្បកិរិយាមិនល្អឬអាកប្បកិរិយាអាក្រក់ប៉ុន្តែពួកគាត់មិនមែនជាក្មេងអាក្រក់នោះទេកន្លែងហ្នឹងត្រូវតែប្រយ័ត្នប្រយែងខ្លាំងមែនទែនពីព្រោះថានៅពេលដែលយើងហៅមនុស្សម្នាក់ថាមនុស្សអាក្រក់គាត់នឹងនៅតែបន្តធ្វើទង្វើអាក្រក់ទាំងអស់ហ្នឹងនេះជារឿងចិត្តសាស្ត្រតែម្ដងខួរក្បាលរបស់ក្មេងមិនអាចទទួលការអប់រំបែបហ្នឹងទេខួរក្បាលរបស់មនុស្សត្រូវការភាពផ្អែមល្ហែមត្រូវការភាពទន់ភ្លន់ដើម្បីឲ្យគាត់ផ្លាស់ប្ដូរមានហេតុផលដើម្បីឲ្យគាត់ផ្លាស់ប្ដូរក្មេងយំច្រើនយំយូរពិបាកតោងទៀមទុកកំហឹងទាំងអស់ដែលខ្ញុំនិយាយខាងលើមិញហ្នឹងវាជាអាកប្បកិរិយាដែលបញ្ចេញមកពីព្រោះគាត់មិនដឹងថារៀបរាប់វាជាពាក្យយ៉ាងម៉េចដូច្នេះហើយបង្ហាញចេញតាមអាកប្បកិរិយាទាំងអស់ហ្នឹងដូច្នេះតើយើងត្រូវធ្វើម៉េចក្នុងនាមជាឪពុកម្ដាយក្នុងនាមជាមនុស្សចាស់មនុស្សធំនៅក្នុងគ្រួសារក្នុងបទពិសោធន៍ធ្វើការរយៈពេល20ឆ្នាំនេះជាមួយកុមារខ្ញុំដឹងថាអាកប្បកិរិយាមួយចំនួនដែលក្មេងធ្វើគឺគាត់បំណងរបស់គាត់គឺចង់សប្បាយខ្ញុំដឹងថានៅពេលដែលក្មេងមានអាកប្បកិរិយាពិបាកគេធ្វើទាំងអស់ហ្នឹងមកពីគេអត់រកពាក្យបង្ហាញអត់ឃើញរកពាក្យប្រាប់អត់ឃើញថាគេចង់បានអីគេមិនចង់បានអីអ្វីដែលលោកអ្នកមិនគួរធ្វើមិនគួរសួរមិនគួរនិយាយជាមួយកូនគឺថាតើម៉ាក់តែកូនឯងយ៉ាងម៉េចឥឡូវហ្នឹងនេះជាសំណួរមួយដែលកុំស្ដាប់មិនត្រូវសួរទេសំណួរមួយដែលគួរសួរទៅកូនឬចៅគឺតើកូនចង់បានអីចៅចង់បានអីមកឥឡូវប្រាប់បន្តិចមើលមានរឿងអីកើតឡើងនេះជាអ្វីដែលគួរធ្វើហើយសំណួរមួយដែលសួរខ្លួនឯងដែរមុននឹងសួរទៅកូនតើកូនខ្ញុំតើចៅខ្ញុំកំពុងតែចង់ប្រាប់អីដល់ខ្ញុំបានសម្ដែងចេញអាកប្បកិរិយាបែបហ្នឹងចំណុចមួយដែលយើងច្រើនតែអនុវត្តខុសហើយកន្លែងនេះខ្ញុំពិតជាចង់លើកឡើងកន្លែងហ្នឹងខ្លាំងមែនតើគឺទម្លាប់មិនល្អមួយដែលយើងធ្វើនៅពេលដែលឃើញកូនយំឬក៏ឃើញកូនយើងអត់សប្បាយចិត្តអញ្ចឹងនៅពេលដែលគេយំ
ពេលដែលគេអន់ចិត្តអីមួយឪពុកម្ដាយច្រើនតែចាប់ផ្ដើមឡើងណាគេធ្វើបាបកូនណាគេវាយកូននៅសាលាអ្នកណាធ្វើអីដាក់កូនណាអូអបងវាយកូនមែនអានឹងជាអ្វីមួយដែលខុសមែនទេយើងបង្រៀនកូនរបស់យើងចាស់របស់យើងឲ្យខូចតែខ្លួនឯងសំណួរដែលត្រឹមត្រូវដែលបង្រៀនកូនឲ្យយើងចេះទទួលខុសត្រូវតើកូនបានធ្វើអ្វីខ្លះនៅសាលាដើម្បីការពារខ្លួនឯងពីព្រោះទោះបីជាអ្នកណាធ្វើក៏ដោយសមត្ថភាពពិតប្រាកដគឺសមត្ថភាពការពារខ្លួននៅពេលដែលយើងបង្រៀនកូនយើងឲ្យចេះការពារខ្លួនគេនៅក្នុងស្ថានភាពលំបាកនៅពេលក្មេងហ្នឹងវ័យរបស់គាត់ធំឡើងគាត់នឹងដឹងថាមានតែខ្ញុំទេចំណែកដែលអាចការពារខ្លួនឯងបានអូខេឥឡូវធ្វើមិនដឹងថាក្មេងណាជាក្មេងស្រួលក្មេងណាជាក្មេងពិបាកក្មេងដែលទទួលបានការស្រឡាញ់ត្រឹមត្រូវគ្រប់គ្រាន់ពួកគាត់នឹងក្លាយជាក្មេងស្រួលហើយក្មេងពិបាកក៏រឹតតែត្រូវការការស្រឡាញ់គ្រប់គ្រាន់ដើម្បីឲ្យគាត់ក្លាយជាក្មេងស្រួលកូនស្រួលដែរកុំឲ្យឃើញគាត់ពិបាកហើយយើងបង្ហាញអាកប្បកិរិយាពិបាកអាកប្បកិរិយាប្រាប់គាត់ឬក៏ពាក្យសម្ដីប្រាប់គាត់ថាកាយលែងឡើងទាំងអស់ហ្នឹងគឺគាត់មិនអាចត្រឡប់ទៅជាក្មេងស្រួលវិញបានទេក្មេងដែលពិបាកមិនមែនជាក្មេងខូចកាយលែងកើតទេពួកគេពិបាកក្នុងខ្លួនគេពួកគេពិបាកក្នុងចិត្តគេហើយធ្វើឲ្យគេច្រឡំឬក៏វង្វេងថាមិនដឹងត្រូវធ្វើម៉េចឲ្យត្រឹមត្រូវជាពិសេសពួកគាត់កាន់តែច្រឡំនិងវង្វេងនៅពេលដែលមនុស្សធំអាណាព្យាបាលឪពុកម្ដាយយាយតាបន្ទោសគាត់មិនស្ដាប់គាត់មិនផ្ដល់អារម្មណ៍សុវត្ថិភាពឲ្យគាត់ប្រសិនបើលោកអ្នកកំពុងតែយល់ថាលោកអ្នកកំពុងមានកូនពិបាកសូម comment នៅក្នុងវីដេអូនេះចែករំលែកវីដេអូនេះដើម្បីទទួលបានគន្លឹះថ្មីៗទៀតដើម្បី improve ដើម្បីបង្កើនការស្រឡាញ់បង្កើនទំនាក់ទំនងសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់លោកអ្នកទារកនិងកុមារដែលរីកលូតលាស់ធំឡើងចម្រើនវ័យដោយទទួលបានចំណងចិត្តស្រឡាញ់សន្តិសុខពួកគេមិនដែលចង់ធ្វើខ្លួនជាមនុស្ស perfect ជាមនុស្សល្អឥតខ្ចោះអស្ចារ្យនោះទេជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពដើម្បីបង្កើតចំណងចិត្តសន្តិសុខជាមួយកូនមិនត្រូវការភាពល្អឥតខ្ចោះទេប៉ុន្តែត្រូវការសុវត្ថិភាព secure attachment មិនមែនន័យថាយើងត្រូវតែធ្វើអ្វីល្អត្រឹមត្រូវគ្រប់យ៉ាងបំពេញអ្វីគ្រប់យ៉ាងឲ្យកូនរបស់យើងនោះទេវាជាការបង្រៀនកូនរបស់យើងឲ្យដឹងថានៅពេលដែលអ្វីមួយ goes wrong ពេលដែលអ្វីមួយខុសយើងបង្រៀនគាត់ថាអូខេមិនអីទេមិនមែនបំភ្លេចអ្វីដែលគាត់បានធ្វើមិនមែនបំភ្លេចតម្រូវការរបស់គាត់ប៉ុន្តែបញ្យលបង្រៀនគាត់ថាពេលនេះយើងអាចធ្វើនឹងបានទេហេតុអ្វីបានជាចំណងចិត្តស្រឡាញ់សំខាន់នៅពេលដែលកូនតូចរបស់យើងទទួលបានចំណងចិត្តស្រឡាញ់ experience ដឹងស្គាល់ពីចំណងចិត្តស្រឡាញ់សន្តិសុខនឹងជាមួយឪពុកម្ដាយអ្នកថែទាំរបស់គាត់ពីកុមារភាពនឹងកូននឹងវិវត្តល្អមែនតើនៅពេលដែលគាត់បានអានឹងពីក្មេងគាត់មិនមែនជាក្មេងខូចគាត់មិនមែនជាក្មេងពិបាកគាត់ជាក្មេងដែលទទួលបានការស្រឡាញ់ពេញលេញដូច្នេះវាទាំងអស់ហ្នឹងសុទ្ធតែជាគំរូភាពដល់គាត់នៅពេលដែលគាត់ធំឡើងជាមនុស្សដែលអាចនៅតែមានចំណងចិត្តស្រឡាញ់សន្តិសុខហ្នឹងនៅពេលដែលគាត់មានមិត្តភ័ក្តិមានដៃគូមានស្វាមីភរិយារបស់គាត់នៅតែជាមនុស្សដែលមានចំណងចិត្តសន្តិសុខហ្នឹងគាត់អាចបន្តចំណងចិត្តស្រឡាញ់ហ្នឹងទៅកូនទៅភរិយាទៅស្វាមីទៅមនុស្សជាទីស្រឡាញ់របស់គាត់បានទៀតពួកគេនៅតែដឹងថា I'm lovable ខ្ញុំគួរឲ្យស្រឡាញ់ក្នុងស្ថានភាពយ៉ាងណាមនុស្សជំនាញខ្លួនខ្ញុំនៅតែស្រឡាញ់ពួកគេធំឡើងដែលអត់ត្រូវការស្រឡាញ់បែបខូចទេពួកគាត់ធំឡើងដោយដឹងក្នុងខ្លួនជានិច្ចថាខ្ញុំពិតជាសំខាន់ខ្ញុំពិតជាគួរឲ្យស្រឡាញ់ខ្ញុំសមនឹងទទួលការស្រឡាញ់មួយហ្នឹងបើទោះបីជាពេលខ្លះខ្ញុំជាមនុស្សពិបាកក៏ដោយចំណងចិត្តស្រឡាញ់គឺជារបបអាហារផ្លូវអារម្មណ៍ដែលខ្លាំងដែលសំខាន់បំផុតឲ្យទារកឲ្យកូនដើម្បីឲ្យគាត់ក្លាយជាមនុស្សពេញវ័យដែលមានសុខុមាលភាពផ្លូវចិត្តល្អសូមរំលឹកថាជំហានដំបូងដើម្បីក្លាយជាឪពុកម្ដាយល្អ
ដែលបង្កើតចំណងចិត្តស្រឡាញ់សុវត្ថិភាពឲ្យកូនលោកអ្នកមិនចាំបាច់តលតែជាឪពុកម្ដាយដែលល្អឥតខ្ចោះមិនដែលមានកំហុសនោះទេលោកអ្នកគ្រាន់តែចាប់ផ្ដើមធ្វើជាឪពុកម្ដាយដែលមានសុវត្ថិភាពដល់កូនទាំងអស់ហ្នឹងហើយជានិយមន័យនៃឪពុកម្ដាយដែលមានសុវត្ថិភាពលោក John Bowlby ដែលជាមនុស្សដំបូងដែលនិយាយអំពីរឿង attachment ចំណងចិត្តស្រឡាញ់ហ្នឹងគាត់បាននិយាយថាគន្លឹះចម្បងដែលអាចឲ្យអាណាព្យាបាលបង្កើតចំណងចិត្តស្រឡាញ់មានសុវត្ថិភាពហ្នឹងគឺការគោរពកូនដែលរស់ដល់តូចមួយហ្នឹងហើយគោរពនេះយ៉ាងម៉េចគឺគោរពតម្រូវការ follow like and share ដើម្បីបានវីដេអូថ្មីៗអ្វីដែលស្នេហានិយាយគឺចំណេញដល់អ្នកទាំងអស់គ្នាកូនដែលទទួលបានចំណងចិត្តស្រឡាញ់បែបគិតវេះនេះពួកគាត់ច្រើនតែคล้ายជាបុគ្គលឯករាជ្យប៉ុន្តែគាត់ឯកកោមែនតើជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូស៊េរីស្ដីអំពីសុខភាពសម្ព័ន្ធភាពកូនភាគច្រើនយំនៅពេលដែលឪពុកម្ដាយចាក់ចេញពីគាត់ចាក់ចេញនឹងខ្ញុំសំដៅលើចាក់ចេញទៅធ្វើការចាក់ចេញទៅផ្សារឬក៏ចាក់ចេញទៅបំពេញបេសកកម្មអីផ្សេងៗហ្នឹងហើយក្មេងខ្លះអត់យំទេគាត់ធ្លាប់យំច្រើនដងប៉ុន្តែគាត់មិនទទួលបានអារម្មណ៍សន្តិសុខថាអូម្ដាយខ្ញុំឪពុកខ្ញុំខ្វល់ពីខ្ញុំទេដូច្នេះគាត់នឹងលែងយំដោយសារគាត់ប្រាប់ខ្លួនគាត់ថាទោះបីជាខ្ញុំយំក៏ខ្ញុំមិនបានការស្រឡាញ់ការប្រាប់ពីឪពុកម្ដាយខ្ញុំថាមិនអីដែរ avoidant attachment ចំណងចិត្តស្រឡាញ់បែបគេចវេះនេះវាកើតឡើងនៅពេលដែលឪពុកម្ដាយអ្នកថែទាំចិត្តស្និទ្ធរបស់គាត់នឹងបដិសេធអារម្មណ៍គាត់ dismiss the feeling ឧទាហរណ៍បើគាត់យំមិនបានត្រូវយំអត់យំសោះអត់ត្រូវយំសោះរឿងហ្នឹងជាឧទាហរណ៍មួយដែលខ្ញុំនិយាយថាបដិសេធអារម្មណ៍ហ្នឹងពេលដែលគាត់ឃ្លានអត់ឆ្លើយតបត្រឹមត្រូវទេស្អីគេឃ្លានទៀតណាតែញ៉ាំហើយហ្នឹងអានឹងក៏ជាសញ្ញាបដិសេធអារម្មណ៍មួយដែរពាក្យពេចន៍ដែលមិនបដិសេធអារម្មណ៍គឺអូគាត់ឃ្លានទៀតហើយអូខេចាំឲ្យញ៉ាំណានឹងជាពាក្យពេចន៍ផ្ទុយជាពាក្យពេចន៍ដែលយើងគួរប្រើបើគាត់ខឹងគាត់អន់ចិត្តត្រូវស្ដាប់គាត់អង្គុយជាមួយគាត់កាន់ដៃគាត់ឬក៏អោបគាត់អានោះជាសញ្ញាមិនបដិសេធអារម្មណ៍របស់គាត់ពុកម្ដាយខ្លះកូនយំកូនស្រែកហើយនៅតែភ្លឹកជាមួយនឹងទូរស័ព្ទទៀតខ្ញុំពិតជាសុំមែនតើតែម្ដងបើសិនបើលោកអ្នកចង់ឲ្យកូនរបស់លោកអ្នកជាមនុស្សធំឡើងបរិបូរណ៍ទៅដោយសុខុមាលភាពផ្លូវចិត្តល្អសូមលោកអ្នកចាប់ផ្ដើមពីពេលនេះទៅនៅពេលដែលទារកកុមារតូចឬក៏កុមារដែលខ្វះចំណងជាមួយឪពុកម្ដាយពួកគាត់យល់ថាគាត់អត់សំខាន់ខ្ញុំអត់សំខាន់ដូចអ្នកនេះទេខ្ញុំអត់សំខាន់ដូចការងាររបស់ឪពុកម្ដាយខ្ញុំទេអារម្មណ៍នឹងមកពីណាគឺមកពីផ្ទះកាលពីក្មេងផ្ទះដំបូងផ្ទះដែលគាត់ចាប់ផ្ដើមរៀនសូត្រអំពីសង្គមនឹងឯងនៅពេលដែលក្មេងយល់ថាខ្លួនអត់សំខាន់ពួកគេបិទតែម្ដងពួកគេឈឺពួកគេក៏មិនអាចបង្ហាញការស្រឡាញ់ពួកគេក៏មិនអាចលេងសប្បាយពួកគេក៏ពិបាកផ្សារភ្ជាប់អារម្មណ៍ជាមួយឪពុកម្ដាយគេមានអារម្មណ៍ថាគេនឹងធ្វើអីក៏ខុសធ្វើអីក៏ខុសដល់អញ្ចឹងហើយតំណែងរបស់ឪពុកម្ដាយនិងកូននឹងកាន់តែពិបាកក្មេងដែលមានចំណងចិត្តស្រឡាញ់បែបតិចវេះនេះអ្វីដែលពួកគេត្រូវការគឺសុខភាពនិងការស្រឡាញ់ក្រៅតែពីអាហារទឹកដោះគោទឹកដោះគឺការស្រឡាញ់ហើយនឹងអារម្មណ៍សុខភាពនៅពេលដែលក្មេងជំទង់មកធ្វើការជាមួយខ្ញុំពួកគេច្រើនតែនិយាយថាខ្ញុំអត់មានអារម្មណ៍អីទាំងអស់ហើយសម្រាប់ខ្ញុំជាអ្នកជំនាញនៅពីក្រោយពាក្យនេះគឺខ្ញុំមើលឃើញ craving ភាពត្រូវការសេចក្តីត្រូវការការស្រឡាញ់ការថ្នាក់ថ្នមឪពុកម្ដាយច្រើនតែប្រើពាក្យថាខ្ញុំទៅប្រឹងរលុយដើម្បីផ្ដល់ឲ្យកូនខ្ញុំការផ្ដល់លុយមិនមែនជាតម្រូវការរបស់ក្មេងតូចទេតម្រូវការក្មេងតូចចម្បងបំផុតគឺចំណងចិត្តស្រឡាញ់ការខ្វល់ខ្វាយការយកចិត្តទុកដាក់សម្រាប់កូនក្មេងពួកគេអត់ត្រូវការជួសជុលទេពួកគេត្រូវការឮពាក្យថាម៉ាក់យល់ប៉ាយល់ការព្យាបាលមនុស្សធំជាទូទៅខ្ញុំមាន lens ខ្ញុំមានកសែភ្នែកដើម្បី
មើលលើ attachment មើលលើចំណងចិត្តស្រឡាញ់ទាំងអស់ហ្នឹងបើភ្ញៀវដែល independent ភ្ញៀវដែលឯករាជ្យខ្ញុំចាំតែ look back មើលទៅក្រោយរឿង attachment នេះឯងសូមដើម្បីដឹងថាធ្វើម៉េចដើម្បីជួសជុលបើខ្ញុំរឿងនឹងកើតឡើងចំពោះខ្ញុំហើយខ្ញុំមិនអាចត្រឡប់អតីតកាលទៅក្រោយវិញទេសូមតាមដានបន្តនៅពេលដែលលោកអ្នកឮពាក្យសូមកុំចាក់ចេញពីខ្ញុំលោកអ្នកគិតដល់អីជ្រាបសួរសូមស្វាគមន៍មកកាន់វីដេអូ series ស្ដីអំពីសុខភាពសម្ព័ន្ធភាពក្មេងមួយចំនួនតោងឪពុកម្ដាយតោងអោបជើងអូសបេះមិនដាច់ទេនៅពេលដែលឪពុកម្ដាយត្រូវឃ្លាតជាការតោងបេះអត់ដាច់នេះមិនមែនត្រូវការទេគឺជាអារម្មណ៍ភ័យខ្លាចគេបោះបង់ចោលកន្លែងនេះទង្វើអ្វីខ្លះដែលឪពុកម្ដាយឬអ្នកថែទាំកាលពីកុមារភាពរបស់យើងធ្វើបានធ្វើឲ្យយើងខ្លាចជាមនុស្សខ្លាចគេទៅចោលនៅពេលដែលការស្រឡាញ់ម្ដងចេះម្ដងចោះម្ដងស្អប់ម្ដងស្រឡាញ់នៅពេលដែលការស្រឡាញ់បែបហ្នឹងនេះអាចជាឫសគល់មួយដែលធ្វើឲ្យកុមារមានចំណងចិត្តស្រឡាញ់បែបភ័យខ្ញុំជឿថាលោកអ្នកធ្លាប់ឮថាប៉ាម៉ាក់ខ្ញុំនឹងចាក់ចេញពីខ្ញុំអត់តែខ្ញុំពិបាកពេកមែនបានពួកគាត់អញ្ចឹងទាំងអស់ហ្នឹងជាលទ្ធផលបានមកពីការបង្ហាញការស្រឡាញ់ម្ដងអត់ម្ដងធ្វើនឹងឯងក្មេងអត់បានដឹងថាខ្ញុំតែនិយាយលេងឬក៏និយាយមែនព្រោះតែការនិយាយចេញពីឪពុកម្ដាយរបស់គេពួកគេតែគិតថាវាជាការពិតនេះមនុស្សធំដែលតាមគេមិនឈប់ទោះបីគេធ្វើឲ្យយើងជឿចាប់សង្សារធ្វើឲ្យជឿចាប់ហើយនៅតែអត់ហ៊ានផ្ដាច់តំណែងនឹងអត់ហ៊ានចាក់ចេញពីតំណែងនឹងតាមទោះបីគេធ្វើបែបណាតាមរហូតហ្នឹងមនុស្សនោះខ្ញុំអាចនិយាយបានថាមានចំណងចិត្តស្រឡាញ់បែបភ័យព្រួយ anxious attachment តាំងពីកុមារភាពមកហើយទាំងអស់ហ្នឹងមិនមែនជាភាពប៉ិនខ្សោយទេប៉ុន្តែគឺជា survival គឺជាការដែលតតែធ្វើអញ្ចឹងបានរស់ខាត់ព្រោះវាពិបាកពេកហើយក្មេងបែបហ្នឹងភាគច្រើនជាក្មេងដែលមានអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃទាល់តែមានមនុស្សមកឲ្យតម្លៃខ្លួនឯងភាសាសាមញ្ញដែលខ្ញុំនិយាយបច្ចុប្បន្ននេះគឺសេចក្តីសុខផ្ញើនៅគេដើម្បីព្យាបាលកុមារឬក៏មនុស្សធំដែលមានចំណងចិត្តស្រឡាញ់បែបភ័យ anxious ណាខ្ញុំមានវិធីជាច្រើនដែលពិសេសធ្វើយ៉ាងណាផ្លាស់ប្ដូរការគិតរបស់គាត់ផ្លាស់ប្ដូរអារម្មណ៍របស់គាត់ក្នុងការមើលអំពីខ្លួនឯងយើងមិនអាចទៅផ្លាស់ប្ដូររបៀបចិញ្ចឹមតែឪពុកម្ដាយរបស់គាត់ចិញ្ចឹមរបៀបនិយាយដែលឪពុកម្ដាយរបស់គាត់និយាយបានទេតែផ្លាស់ប្ដូរនៅពេលបច្ចុប្បន្នហើយគាត់មើលឃើញថាខ្ញុំមានសុខភាពនៅពេលនេះមិនមានអ្នកណាបោះបង់ខ្ញុំទេខ្ញុំជាមនុស្សគួរឲ្យស្រឡាញ់ហើយខ្ញុំអាចស្រឡាញ់ខ្លួនឯងបានបើទោះបីជាមិនមានអ្នកស្រឡាញ់ខ្ញុំក៏ដោយខ្ញុំអាចថែទាំខ្លួនឯងបានបើទោះបីជាដៃគូសង្សារប្តីមិនថែទាំខ្ញុំក៏ដោយហើយត្រឡប់មកវិញប្រសិនបើមិនចង់បានកូនឲ្យខ្លាចជាមនុស្សធំដែលមានប្រភេទចំណងចិត្តស្រឡាញ់ឲ្យគាត់ខ្លាចជាមនុស្សដែលពិបាកសំបីតែស្រឡាញ់ខ្លួនឯងនឹងទេសំផ្លាស់ប្ដូររបៀបចិញ្ចឹមរបៀបនិយាយរបៀបស្រឡាញ់ទៅកូនតូចរបស់លោកអ្នកហើយត្រឡប់ទៅមើលវីដេអូនិយាយអំពីចំណងចិត្តស្រឡាញ់បែបសន្តិសុខជួបគ្នានៅវីដេអូក្រោយទៀតជាចំណងចិត្តស្រឡាញ់បែបទី4ថានឹងជាអីគេមួយនាទីមុនប្រាប់ថាស្រឡាញ់មួយនាទីក្រោយប្រាប់ថាបោះបង់ចោលជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូ series ស្ដីអំពីសុខភាពសម្ព័ន្ធភាពនិងគ្រួសារនៅពេលដែលការស្រឡាញ់និងការភ័យខ្លាចចេញពីប្រភពតែមួយឬក៏ចេញពីមនុស្សតែម្នាក់ចំណងចិត្តបែបហ្នឹងយើងហៅថាជាចំណងចិត្តដែលគ្មានរបៀបរបបគ្មានសណ្ដាប់ធ្នាប់នៅពេលដែលយើងជាឪពុកម្ដាយឬអាណាព្យាបាលឬអ្នកថែទាំដែលមួយផ្លែតស្រឡាញ់មួយផ្លែតស្អប់ខួរក្បាលរបស់ក្មេងនឹងវង្វេងទង្វើរបស់អាណាព្យាបាលដែលបង្ហាញថាកូនអាចមាន disorganized attachment ចំណងចិត្តដែលអត់របៀបរបបហ្នឹងគឺនៅពេលដែលមួយនាទីមុនប្រាប់តែបោះបង់ចោលដោយសារទង្វើគាត់មិនល្អមួយចំនួនឯស្រាប់តែមួយនាទីក្រោយលួងលោមគាត់វិញថាអត់ទេម៉ាក់ស្រឡាញ់ប៉ាស្រឡាញ់ឬក៏អីអញ្ចឹងកូនច្រឡំហ្មងបើនិយាយភាសាក្មេងក្នុងចិត្តគាត់បែរថាជុំមិនបានម្ដងស្រឡាញ់ម្ដងអត់ចឹងមិនបានម្ដងស្រឡាញ់ម្ដងធ្វើឲ្យខ្ញុំខ្លាចចឹងទាំងអស់ហ្នឹងហើយបើកាត់ឡើងញឹកញាប់ជាប្រចាំ
មានន័យថាក្មេងហ្នឹងអាចវិវត្តអាចមានចំណងចិត្តបែបអត់ស្ដាប់ស្នប់អត់របៀបហ្នឹងឯងគឺ confusing ទង្វើមួយទៀតដែលខ្ញុំសង្កេតឃើញគឺឪពុកម្ដាយម្ដងចង់បានគេនៅក្បែរម្ដងអត់ចង់បានកូននៅក្បែរធ្វើជាអាណាព្យាបាលធ្វើជាឪពុកម្ដាយអ្នកណាក៏ហត់ដែរប៉ុន្តែយើងទទួលខុសត្រូវចំពោះអារម្មណ៍របស់យើងបើយើងហត់កូនមកលេងជាមួយយើងអាចអោបគាត់ឬក៏ប្រាប់គាត់ស្រួលបួលថាប៉ាហត់ម៉ាក់ហត់សុំពេលវេលាខ្លួនឯងបន្តិចនិយាយបែបហ្នឹងកូនយល់គេនឹងទៅលេងដោយស្ងៀមស្ងាត់សំចាំថាទង្វើដែលលោកអ្នកធ្វើទង្វើហ្នឹងនឹងតបមកយើងវិញពីព្រោះទង្វើហ្នឹងជាអ្វីដែលយើងបណ្ដៅកូនយើងស្ថានភាពដែលបង្កើតឲ្យមានចំណងចិត្តបែបទី4នេះកើតចេញពីក្រុមគ្រួសារមួយដែលមានអំពើហិង្សាហើយអំពើហិង្សាក្រុមគ្រួសារយើងដឹងហើយថាអត់សំដៅទៅលើវាយដំកូនឬក៏វាយដំប្តីប្រពន្ធទេអំពើហិង្សាមានច្រើនទម្រង់ហិង្សាផ្លូវកាយហិង្សាផ្លូវចិត្តហិង្សាផ្លូវសេដ្ឋកិច្ចអត់ចេះនិយាយគ្នាស្ងាត់ control ខ្លាំងពេកមិនឲ្យធ្វើនេះមិនឲ្យធ្វើនោះច្រើនហ្នឹងហើយមួយទៀតគឺក្រុមគ្រួសារដែល emotionally unpredictable កូនអត់អាចទាយដឹងពីអារម្មណ៍របស់ឪពុកម្ដាយទេហើយតែមិនគេអត់អាចទាយដឹងបានភាសាម្ដងម៉ាក់ខ្ញុំម្ដងរីករាយម៉ាក់ខ្ញុំម្ដងខឹងម៉ាក់ខ្ញុំម្ដងរីករាយម៉ាក់ខ្ញុំម្ដងកំសត់មនុស្សធំមនុស្សជំទង់ដែលត្រូវបានចិញ្ចឹមបីបាច់ហើយមានចំណងចិត្តស្រឡាញ់បែបទី4នេះគឺពួកគេពិបាកជឿជាក់អ្នកដទៃហើយសំបីតែជឿជាក់ខ្លួនឯងក៏ពិបាកដែរពួកគេអត់ជឿជាក់ពីតម្លៃខ្លួនឯងហើយពួកគេពិបាកគ្រប់គ្រងអារម្មណ៍និងការគិតរបស់ខ្លួនឯងពួកគេចង់បានទំនាក់ទំនងជិតស្និទ្ធប៉ុន្តែខ្លាចអត់ហ៊ានមានពួកខ្លាចអីខ្លាចគេបដិសេធបន្ទោសខ្លួនឯងថាខ្លួនឯងមកពីខ្លួនឯងអន់ខ្លួនឯងមិនមានតម្លៃសូមរំលឹកថាការព្យាបាលតែងតែយឺតមែនតើប៉ុន្តែមិនមែនព្យាបាលមិនជោគជ័យនោះទេលោកអ្នកអាចទម្លាក់អារម្មណ៍ទាំងអស់នឹងបានដោយព្យាបាលទៅអ្វីដែលបានកើតឡើងហើយរស់នៅក្នុងជីវិតមួយដែលរីករាយប្រសិនបើលោកអ្នកមានចំណងចិត្តស្រឡាញ់បែបទី4ប្រភេទដែលខ្ញុំនិយាយនេះមិនមែនជាកំហុសរបស់លោកអ្នកទេអ្វីដែលបានកើតឡើងចំពោះលោកអ្នកនៅពេលបច្ចុប្បន្ននេះមានអារម្មណ៍បែបនេះគឺដោយសារតែកាលពីកុមារភាពលោកអ្នកមិនទទួលបានអារម្មណ៍ស្រឡាញ់និងសុវត្ថិភាពដោយដែលលោកអ្នកគួរបានមិនមែនជាកំហុសរបស់ឪពុកម្ដាយអ្នកទេកុំមើលវីដេអូនេះឲ្យបន្ទោសពួកគាត់គ្មានឪពុកម្ដាយណាដែលមិនស្រឡាញ់ចង់ធ្វើបាបកូនទេប៉ុន្តែគាត់អត់ចេះគាត់អត់ដឹងប្រសិនបើលោកអ្នកមានអារម្មណ៍ពីរបបច្របល់ដោយសារតែលទ្ធផលនៃការចិញ្ចឹមបីបាច់របស់ឪពុកម្ដាយជីដូនជីតារបស់យើងលទ្ធផលនៃការចម្រើនវ័យរបស់យើងដែលឪពុកម្ដាយរបស់យើងមិនបានយល់ដឹងអំពីចំណងចិត្តស្រឡាញ់ទាំង4នឹងទេលោកអ្នកត្រូវតែរៀនផ្លាស់ប្ដូរលោកអ្នកមានឥទ្ធិពលមានអំណាចខ្លាំងមែនទែនក្នុងការបង្កើតវប្បធម៌ថ្មីជាវប្បធម៌ស្រឡាញ់វប្បធម៌គ្រប់គ្រងនៅក្នុងក្រុមគ្រួសាររបស់លោកអ្នកមានគ្រួសារមានកូនហើយខ្ញុំនឹងរីករាយប៉ុន្តែឥឡូវមិនបានខ្ញុំអញ្ចឹងអ្នកគ្រូមានអារម្មណ៍ថាបាត់ខ្លួនឯងជាខ្លួនឯងមានអារម្មណ៍ថាឯកោមួយថ្ងៃនៅតែជាមួយកូន2នាក់ជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូសេរីស្ដីអំពីសុខភាពសម្ព័ន្ធភាពនិងគ្រួសារវិបត្តិឬជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលមិនមែនជាភាពទន់ខ្សោយទេណាវាគឺជាការឆ្លើយតបធម្មតាទៅនឹងការផ្លាស់ប្ដូរខ្លាំងមែនទែនទៅនឹងការដែលយើងបាត់ដំណេកខ្លួនឯងដោយសារតែក្រោកច្រើនបំបើដោះកូនមើលកូនដោយសារតែអារម្មណ៍ថាខ្លួនឯងបាត់បង់អត្តសញ្ញាណខ្លួនឯងជាខ្លួនឯងធ្លាប់ជាមនុស្សម្នាក់ដែលទនុយស្អាតទៅធ្វើការតែពេលនេះស្លៀកតែកៅអៅគេងនៅផ្ទះសក់ក៏មិនសូវបានសិតត្រឹមត្រូវក្រែមក៏មិនបានលាបមុខក៏មិនបានថែទាំមានអារម្មណ៍ថាបាត់ខ្លួនឯងជាខ្លួនឯងមានអារម្មណ៍ថាឯកោមួយថ្ងៃនៅតែជាមួយកូន2នាក់ពីព្រលឹមទល់ព្រលប់គឺវិលតែនៅរឿងមើលកូនដូរកៅអៅដូរខោទឹកនោមបំបើដោះកូនលោកអ្នកកុំយល់ច្រឡំថាលោកអ្នកអត់ស្រឡាញ់កូនណាលោកអ្នកនៅតែស្រឡាញ់កូនប៉ុន្តែគ្រាន់តែលោកអ្នកនៅមានអារម្មណ៍ថាដូចខ្វះអីមួយយ៉ាងស្រឡាញ់កូននៅតែស្រឡាញ់ប៉ុន្តែខ្លួនឯងដូចអស់កម្លាំងអត់មានការរំភើបអីតែខ្លះយឺតវាពិបាកឆ្លើយតបទៅនឹងតម្រូវការរបស់កូនអាហ្នឹងជាសញ្ញាវិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលក្នុងរយៈពេល20ឆ្នាំនេះនៅពេលដែលខ្ញុំជួបភ្ញៀវដែលមានវិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលអ្វីមួយដែលខ្ញុំអាសាឮគឺពួកគាត់ច្រើននិយាយថាមិនបាន
ខ្ញុំអញ្ចឹងខ្ញុំគួរតែរីករាយជាងនឹងមានគ្រួសារមានកូនហើយខ្ញុំនឹងរីករាយប៉ុន្តែឥឡូវមិនបានខ្ញុំអញ្ចឹងអ្នកគ្រូនេះជាពាក្យដែលខ្ញុំអាសាលឺមែនតើអ្នកម្ដាយលោកអ្នកមិនមែនកំពុងតែកែលែងបានទេលោកអ្នកគ្រាន់តែត្រូវការសម្រាប់លោកអ្នកគ្រាន់តែត្រូវការស្រឡាញ់ពីខ្លួនឯងពីសមាជិកគ្រួសារពេលដែលលោកអ្នកអាចស្រឡាញ់ខ្លួនឯងលោកអ្នកអាចទទួលបានការស្រឡាញ់ពីសមាជិកគ្រួសារលោកអ្នកនឹងស្រឡាញ់កូនតូចរបស់លោកអ្នកដោយពេញលេញដោយបរិបូរណ៍តែបើលោកអ្នកមានអារម្មណ៍មានសញ្ញាគ្រប់យ៉ាងដោយដែលខ្ញុំបាននិយាយពីក្នុងវីដេអូពីដើមហ្នឹងកុំព្យាយាមរក្សាទុកវានៅម្នាក់ឯងលោកអ្នកអាចជួយខ្លួនឯងបានតាមរយៈការចាប់ផ្ដើមតំណងឡើងវិញជាមួយសមាជិកគ្រួសារបងប្អូនមិត្តភ័ក្តិដែលយើងធ្លាប់មានពីមុនត្រឡប់ទៅរកជីវិតដែលមានពីមុនសម្រាលកូននឹងបន្តិចទៅយើងមិនអាចចំណាយពេលមួយខែ31ថ្ងៃហ្នឹងនៅតែជាមួយកូនរហូតនោះទេបើទោះបីជាលោកអ្នកចង់នៅជាមួយកូនរហូតលោកអ្នកនៅតែមានជម្រើសលោកអ្នកអាចយកកូនទៅជាមួយយើងបាននៅពេលដែលយើងទៅជួបមិត្តភ័ក្តិរបស់យើងយកកូនយើងទៅជាមួយទៅបើសិនជាយើងត្រូវការជួបមិត្តភ័ក្តិបើយើងអត់មានអ្នកណាជួយមើលគាត់កុំយកកូនតូចរបស់យើងនឹងធ្វើជាឧបសគ្គក្នុងការដែលយើងអាចទៅផ្សារភ្ជាប់តំណឡើងវិញជាមួយមិត្តភ័ក្តិល្អរបស់យើងឬក៏បណ្ដាញល្អរបស់យើងឡើងវិញភាគច្រើនជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលខ្ញុំលើកទឹកចិត្តឲ្យមកជួបអ្នកព្យាបាលខ្ញុំលើកទឹកចិត្តឲ្យទៅជួបមិត្តភ័ក្តិបងប្អូននិយាយគ្នាជាងប្រើថ្នាំលោកអ្នកដឹងហើយថាលេបថ្នាំវាអាចប៉ះពាល់ដល់ការបំរើដោះអីផ្សេងហើយកន្លែងនេះដែរដើម្បីជួយម្ដាយវ័យក្មេងដែលមានវិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលប្តីរបស់គាត់ដែលជាឪពុករបស់កូននឹងសមាជិកគ្រួសារទាំងមូលជួយបានច្រើនដែរជួយចាត់ចែងពេលវេលាណាដែលគាត់អាចផ្លាស់ប្ដូរគ្នាដែលអាចធ្វើឲ្យម្ដាយអាចមានពេលវេលាគេងបានធ្វើឲ្យម្ដាយមានពេលវេលាថែទាំខ្លួនឯងបានសំខាន់មែនតើហើយអ្នកម្ដាយត្រូវរៀនទម្លាក់ខ្លះដែរណាត្រូវរៀនជឿជាក់ខ្លះដែរថាប្តីរបស់អ្នកបងប្អូនរបស់អ្នកឬក៏អ្នកនៅជាមួយអ្នកហ្នឹងគឺពិតជាអាចជួយថែទាំកូនតូចរបស់យើងការគិតដែលថាការចិញ្ចឹមកូនត្រូវតែល្អឥតខ្ចោះហ្នឹងក៏ជាចំណែកមួយជួយជំរុញឲ្យមានវិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលនេះដែរគ្មានមាតាបិតាណាចិញ្ចឹមកូនល្អឥតខ្ចោះទេគ្មានទេនៅក្នុងโลกនេះយើងធ្វើអស់ពីលទ្ធភាពចំណេះដឹងផ្សេងប្រសិនបើលោកអ្នកកំពុងតែជួបវិបត្តិនេះដែរសូមត្រឡប់ទៅមើលវីដេអូស៊េរីរបស់យើង10វីដេអូជាងនេះមាននិយាយច្រើនមែនតើជួយលោកអ្នកច្រើនមែនតើក្នុងកលឹះផ្សេងក្នុងការថែទាំខ្លួនឯងជាអ្នកម្ដាយក្នុងការថែទាំកូនក្នុងការនិយាយប្រស្រ័យជាមួយប្តីជាមួយក្រុមគ្រួសារយ៉ាងម៉េចដើម្បីឲ្យលោកអ្នកដើរចេញអំពីវិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលមួយនេះលោកអ្នកអត់ជឿទេបញ្ជាក់ម្ដងទៀតអ្នកម្ដាយគ្រាន់តែត្រូវការថែទាំខ្លួនដើម្បីឲ្យខ្លួនឯងត្រឡប់មកអារម្មណ៍ល្អប្រសើរឡើងវិញ